ណៈប្រតិភូសាកលវិទ្យាល័យរាជภัฏឧបលរាជធានីដឹកនាំដោយលោកថាមរៈឡាអង្កលបានអញ្ជើញចូលជួបសម្ដែងការគួសមនិងពិភាក្សាការងារជាមួយនឹងឯកឧត្តមសុខប្រសិទ្ធរដ្ឋលេខាធិការក្រសួងព័ត៌មាននៅទីស្តីការក្រសួងដើម្បីពិនិត្យនិងពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសថៃក្នុងឱកាសនេះឯកឧត្តមសុខប្រសិទ្ធបានគូបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការរវាងក្រសួងព័ត៌មានកម្ពុជាជាមួយសាកលវិទ្យាធិការនៃសាកលវិទ្យាល័យរាជภัฏឧបលរាជធានីនៃប្រទេសថៃដើម្បីរួមចំណែកការលើកកម្ពស់វិស័យអប់រំនិងការផ្លាស់ប្តូរបទពិសោធន៍រវាងយុវជនកម្ពុជានិងយុវជនថៃជាមួយគ្នានេះដែរឯកឧត្តមរដ្ឋលេខាធិការបានរំលឹកពីកិច្ចការងារសំខាន់ៗមួយចំនួនដោយក្នុងនោះចាប់តាំងពីឆ្នាំ2017មកសម្ព័ន្ធយុវជនអាហារូបករណ៍ស2និងសាកលវិទ្យាល័យរាជภัฏឧបលរាជធានីបានធ្វើការសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការផ្តល់អាហារូបករណ៍រៀបចំជាសិក្ខាសាលានិងវគ្គបណ្ដុះបណ្ដាលដល់យុវជនផងដែរតាមរយៈកិច្ចសហប្រតិបត្តិការល្អនេះបានជួយបង្កើតឱកាសថ្មីៗសម្រាប់និស្សិតបានបន្តការសិក្សានៅក្រៅប្រទេសនិងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដែលអាចជាប្រយោជន៍សម្រាប់ការងារនាពេលអនាគតក្នុងន័យនេះដែរឆ្នាំសិក្សា2024-2025នេះសាកលវិទ្យាល័យមាននិស្សិតកម្ពុជាចំនួន282នាក់បាននឹងកំពុងសិក្សាថ្នាក់បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន7នាក់ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តមសុខប្រសិទ្ធបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកលវិទ្យាល័យរាជภัฏឧបលរាជធានីនៃព្រះរាជាណាចក្រថៃដែលបានផ្ដល់អាហារូបករណ៍ជាច្រើនកន្លែងនិងច្រើនជំនាញជូនដល់និស្សិតនៃព្រះរាជាណាចក្រកម្ពុជាដែលបានមកដល់ពេលបច្ចុប្បន្ននេះមាននិស្សិតមួយចំនួនបានបញ្ចប់ការសិក្សារបស់ខ្លួននិងវិលត្រឡប់មកបម្រើការជូនជាតិមាតុភូមិវិញហើយក៏មាននិស្សិតមួយចំនួនទៀតក៏កំពុងតែបន្តការសិក្សារបស់ខ្លួនលោកថាមរៈឡាអង្កលបានសម្ដែងនៅការរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាហើយបានជួបជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាននិងជួបនិស្សិតដែលធ្លាប់បានទៅសិក្សានៅសាកលវិទ្យាល័យរាជภัฏឧបលរាជធានីនៃប្រទេសថៃតាមរយៈកិច្ចពិភាក្សាការងារជាមួយឯកឧត្តមសុខប្រសិទ្ធនាឱកាសនេះលោកសាកលវិទ្យាធិការនៃសាកលវិទ្យាល័យរាជภัฏឧបលរាជធានីប្រទេសថៃបានបញ្ជាក់ចំហក្នុងការបន្តពង្រឹងពង្រីកកិច្ចសហការជាមួយក្រសួងព័ត៌មានកម្ពុជាឲ្យបានកាន់តែល្អបន្ថែមលើការងារបណ្ដុះបណ្ដាលសមត្ថភាពនិងជំនាញវិជ្ជាជីវៈដល់សិស្សនិស្សិតកម្ពុជាបានកាន់តែច្រើនបន្ថែមទៀត។